សកម្មភាពពេញមួយថ្ងៃទៅលេងនៅខេត្តសៀមរាបជាមួយនឹងគ្រួសារបងប្អូនចង់ដឹងថាតើពួកខ្ញុំទៅលេងនៅកន្លែងណាខ្លះហើយមានសកម្មភាពក៏ដូចជាញ៉ាំម្ហូបអីខ្លះនៅខេត្តសៀមរាបបងប្អូនកុំភ្លេចតាមដានទស្សនាដូចតទៅអញ្ចឹងជាដំបូងគឺយើងចាប់ផ្ដើមចេញដំណើរពីផ្ទះរបស់យើងនៅតាមផ្លូវគឺអាកាសធាតុថ្ងៃនេះល្អមែនទែនបងប្អូនល្អមល្មមអត់សូវក្តៅប្រហែលទេនៅតាមផ្លូវយើងក៏បានឈប់ទិញជាមួយនឹងអំពិលទឹកបងប្អូនដោយសារខែនេះគឺដល់ខែអំពិលទឹកអញ្ចឹងយើងកុំអុយអបសុកមិត្តនៅក្នុងឡានយើងទិញហូបអញ្ចឹងទៅពីជីឡានអស់រយៈពេលយ៉ាងយូរដែរហើយបងប្អូនអញ្ចឹងកន្លែងទី1ដែលខ្ញុំចូលហ្នឹងគឺកន្លែងហូបនំបញ្ចុកទឹកប្រហុកក៏ដូចជាត្រីដែងអាំងបងប្អូននិយាយទៅយើងចូលកន្លែងកញ្ចុះគេមានម្ហូបកំងមានដូចជាកែបបោបមានដូចជានិយាយទៅម្ហូបច្រើនណាស់បងប្អូនប៉ុន្តែថ្ងៃនេះគឺខ្ញុំកំងជាមួយនឹងនំបញ្ចុកទឹកប្រហុកលក្ខណៈឈុតធំដោយសារតែពួកខ្ញុំទៅរៀងសមាជិកច្រើនដែរបងប្អូនអញ្ចឹងបន្ទាប់ពីយើងបាននំបញ្ចុកហើយយើងក៏ចាប់ផ្ដើមលាយគ្រឿងតាមដែលគេដាក់ឲ្យទៅបងប្អូននិយាយទៅមានអាមុខបន្តិចលាយទៅបងប្អូនយើងដាក់តាមចំណង់ចំណូលចិត្តយើងឃ្លានអីយើងដាក់នឹងទៅចាហើយនេះគឺជារូបរាងដែលខ្ញុំបានលាយឲ្យបងប្អូននិយាយទៅទំនងយ៉ាងណាបងប្អូនណាខ្លះដែលមកលេងខេត្តសៀមរាបមិនដែលអូសរំលងទេជាមួយនឹងនំបញ្ចុកទឹកប្រហុកត្រីដែងអាំងបងប្អូនអោយលេខ1តែម្ដងបន្ទាប់ពីយើងបានញ៉ាំនំបញ្ចុកឆ្អែតហើយបងប្អូនយើងបន្តដំណើរទៅកន្លែងទី2នោះគឺទៅលេងប្រាសាទអង្គរវត្តបងប្អូនហើយថ្ងៃនេះគឺដូរបរិយាកាសមកជិះជាមួយនឹង Pass Up បងប្អូនដាក់មកគ្រួសារតែម្ដងចាអង្គុយចន្លេបគ្នាដែរនោះចានិយាយទៅចង់ឲ្យផ្លែអារម្មណ៍ដោយសារតែយើងម៉ូនេះយើងជិះឡានឡើងសពឹកគួតហើយដែរចឹងថ្ងៃនេះគឺយើងមកចូល Pass Up តម្លៃតែ 5000 ទេជិះពីកន្លែងចំណតឡានទៅមុខប្រាសាទអង្គរវត្តណាបងប្អូនហើយវាស្រស់ស្រាយមែនទែនបងប្អូនដោយសារតែយើងជិះទៅវាមានលហើយខ្យល់ចេញចូលចឹងទៅហើយឥឡូវនេះយើងក៏បានចូលមកដល់ច្រកទ្វារចូលអង្គរវត្តហើយបងប្អូនចាយើងក៏បន្តដំណើរដើរទៅហើយក៏គួចគុណទេសភាពតាមជុំវិញបងប្អូនស្រស់ស្អាតមែនទែនចានិយាយទៅមកលើកណាក៏មិនអាចថាមិនកត់សរសើរបានទេបងប្អូនហើយថ្ងៃនេះគឺពិសេសទៀតដោយសារតែមេឃថ្ងៃនេះគឺថាតិចលហឹមបងប្អូនមិនក្តៅហើយក៏មិនភ្លេងដែលមកល្មមតំណងបន្ទាប់មកក៏យើងចាប់ផ្ដើមដើរបន្តទៅមុខយើងថតរូបលេងលក្ខណៈគ្រួសារក៏ដូចជាដើរមើលគេមកឯងទៅបងប្អូនតែថ្ងៃនេះគឺអត់សូវមានភ្ញៀវប៉ុន្មានទេបងប្អូនដោយសារតែខ្ញុំមកនោះដូចជាពេលថ្ងៃអញ្ចឹងភាគច្រើនគឺគេមកមើលក៏ដូចជាមកលេងពេលល្ងាចគេចិត្តចាតែសម្រាប់ខ្ញុំនៅឆ្ងាយបន្ទាប់មកយើងដើរជុំវិញបងប្អូនយើងក៏ចាប់ផ្ដើមឡើងជាមួយនឹងប្រាសាទធំគេមានចន្ទើច្រើនកម្មចាខ្ញុំបានរឹបថាប្រហែលទេពេលដែលយើងឡើងទៅដល់បងប្អូនមើលមកក្រោមគឺស្អាតមែនទែនហើយយើងក៏ចាប់ផ្ដើមចុះបន្តដំណើរទៅប្រាសាទអង្គរធំជាដំបូងគឺយើងឈប់កន្លែងព្រះអង្គធំសិនបងប្អូននៅជិតមុខប្រាសាទបាយ័នណាចាហើយនេះគឺជាប្រាសាទបាយ័នដែលមានរូបរាងស្រស់ស្អាតមែនទែនបងប្អូនជាមួយនឹងអទេសភាពថ្ងៃនេះភ្លេងរយផងនិយាយពីថាខៀវស្ងាត់តែម្ដងបន្ទាប់ពីយើងចូលប្រាសាទអង្គរធំហើយបងប្អូនកន្លែងបន្ទាប់ដែលយើងមកនោះគឺផ្សារម៉ាក្រូហើយយើងចូលផ្សារក៏មិនយូរដែរបងប្អូនដោយសារតែយើងអត់មានកម្រងទិញអីច្រើនទេទិញតែរបស់ចាំបាច់សាប៊ូបន្តិចបន្តួចអីនឹងឯងចាហើយយើងក៏ដើរមើលគេមើលឯងជាមួយនឹងអវ៉ាន់គេដ៏ល្អប្រណិតបងប្អូនប៉ុន្តែយើងអត់ទៅលុយទិញទេចាបន្ទាប់ពីដើរផ្សារមកសធុះមកយើងក៏ដល់ពេលហេវហើយបងប្អូនល្ងាចដូចជាម៉ោង6ហើយយើងក៏ចាប់ផ្ដើមជិះបន្តទៅកន្លែងមួយទៀតនោះគឺប៊ូហ្វេចាដោយសារតែយើងរាំងហេវហើយដែរចឹងក៏ចាប់ផ្ដើមទៅរកប៊ូហ្វេចូលញ៉ាំនឹងឯងចាដោយសារតែយើងចូលប៊ូហ្វេបងប្អូនយើងបានហូបរបស់របរជាច្រើនមុខច្រើនជម្រើសចានេះបងប្អូនអើយចានរបស់ខ្ញុំនិយាយទៅខ្ញុំមិនសូវចេះហូបប្រមាណទេចាប៉ុន្តែមើលទៅចានទៅបងប្អូននិយាយទៅដាក់យកបងប្អូនបានចូលប៊ូហ្វេដូចថាចឯងគេថាឲ្យហូបទៅសាច់យើងនឹងឯងចាដាក់ទៅនេះមានចង្កឹះផងនិយាយទៅស៊ីពោតផងអ៊ីសាស៊ីមានបង្កងបងប្អូនអើយបង្កងលហិតលហេអស់យកមុតណាក៏មានដែរចាហើយសម្រាប់វីដេអូទៅលេងនៅខេត្តសៀមរាបបងប្អូនខ្ញុំមានតែប៉ុណ្្នឹងឯងដោយសារតែវីដេអូខ្លះគឺខ្ញុំបានថតពីសកម្មភាពវីដេអូខ្លះគឺខ្ញុំបានថតអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណសម្រាប់ការមើលជួបគ្នានៅវីដេអូក្រោយ